ចាសសូមជម្រាបសួរម៉ាក់និងបងទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញជូនពីមនុយចៀនសម្រាប់កាន់ញ៉ាំនឹងដៃសម្រាប់អូនអាយុ8ទៅ9ខែទៅគឺមុខម្ហូបនេះមានឈ្មោះថាដំឡូងបារាំងចៀនចាសចំណែកឯគ្រឿងផ្សំវិញគឺយើងត្រូវការដំឡូងបារាំង1មើមដែលចំហុយហើយត្រីសាម៉ុនចំហុយហើយចំនួន1ស្លាបព្រាបាយឈីម្សៅដែលយើងហៅថាប៉ាម៉ាហ្សូនជីចំនួន1ស្លាបព្រាកាហ្វេម្សៅឆាកន្លះស្លាបព្រាបាយហើយនិងប្រេងសម្រាប់ចៀនបន្តិចបន្តួចចាស់ចំណែកឯវិធីធ្វើវិញគឺយើងយកដំឡូងបារាំងដែលចំហុយហើយយកមកពីពាក្យនឹងខ្នងសមឲ្យម៉ត់បន្ទាប់មកគឺយើងយកត្រីសាម៉ាន់ដែលយើងចំហុយហើយដែរយកមកពីពាក្យនឹងខ្នងសមឲ្យម៉ត់ដែរលាយចូលគ្នាបន្ទាប់មកគឺយើងចាក់ឈីម្សៅប៉ាម៉ាហ្សូនជីចូលហើយនឹងយើងចាក់ម្សៅឆាចូលយើងកូរល្បាយនេះឲ្យសព្វចូលគ្នាចាស់ល្បាយនេះគឺលាយចូលគ្នាសព្វហើយបន្ទាប់មកគឺយើងយកថង់ប្លាស្ទិកសម្រាប់ខ្ចប់ម្ហូបគឺយើងយកមកសូនមួយបន្ទាប់មកគឺយើងពៀតឲ្យសំប៉ែតដាក់ចូលទៅក្នុងខ្ទះដែលមានខ្លាញ់បន្តិចបន្តួចចៀនឲ្យក្រៀមចាស់ចំណែកឯរយៈពេលចៀននំនេះវិញគឺយើងចៀនមួយចំហៀងប្រហែលជា2នាទីទៅ3នាទីគឺយើងប្រែទៅមួយចំហៀងទៀតចាស់នំដំឡូងចៀនជាមួយនឹងត្រីសាម៉ាន់នេះគឺចៀនរួចរាល់ហើយគឺហើយរួចរាល់សម្រាប់អូនរៀនកាន់ញ៉ាំនឹងដៃបានហើយចំណែកម្ហូបដែលអូនរៀនកាន់ញ៉ាំនឹងដៃគឺយើងធ្វើប្រហែលជាប្រទេសតូចៗប៉ុនបាត់ដៃកូនក្មេងដើម្បីឲ្យងាយស្រួលកាន់និងខំផ្ដាច់ម្ដងមួយម៉ាត់ចាយ៉ាងណាដែរម៉ាក់និងបងមនុយដំឡូងបារាំងចៀនជាមួយនឹងត្រីសាម៉ាន់នេះគឺងាយស្រួលចម្អិនមែនតើកុំភ្លេចតាមដានទំព័រមេដាជាប្រចាំដើម្បីទទួលបានមនុយផ្សេងទៀតទាក់ទងនឹងអាហាររបស់ទារកនិងអាហាររបស់កុមារសូមអរគុណសូមជម្រាបលា